សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីនៅថ្ងៃនេះគឺខ្ញុំចង់និយាយអំពីរឿងដ៏គួរឲ្យរន្ធត់មួយដូច្នេះសូមប្រិយមិត្តពីគីស្ដាប់ដូចតទៅខ្ញុំឈ្មោះសុភ័ក្រនៅពេលខ្ញុំរៀនថ្នាក់ទី12ខ្ញុំរស់នៅជាមួយប៉ាម៉ាក់ក្នុងផ្ទះចាក់មួយនៅតាមជនបទមានរឿងចម្លែកកើតឡើងតាំងពីថ្ងៃដែលយើងបានទៅរស់នៅទីនោះយប់មួយខ្ញុំកំពុងរៀនសូត្រក្នុងបន្ទប់ជាមួយភ្លើងភ្លឺនិងចង្កៀងបន្ទប់នោះតូចហើយមានកញ្ចក់មួយដាក់នៅលើជញ្ជាំងខ្ញុំតែងតែមើលមុខខ្លួនឯងពីព្រោះខ្ញុំមានអារម្មណ៍ថាបន្ទប់វាស្ងប់ស្ងាត់ពេកដូច្នេះខ្ញុំពុំមើលរហូតទៅប៉ុន្តែយប់នោះខ្ញុំបានកត់សម្គាល់អ្វីមួយចម្លែកខ្ញុំឃើញក្នុងកញ្ចក់រូបមួយចង្អុលទៅខ្ញុំប៉ុន្តែខ្ញុំមិនបានចង្អុលទៅខ្លួនឯងសោះខ្ញុំភ័យខ្លាំងប៉ុន្តែខ្ញុំចាំបាច់ត្រូវតែដកដង្ហើមហើយមើលវាឲ្យច្បាស់ខ្ញុំលើកដៃឆ្វេងមុខខ្ញុំក្នុងកញ្ចក់លើកដៃស្ដាំខ្ញុំច្រឡំគិតថាវាជារឿងធម្មតាប៉ុន្តែបន្ទាប់មកវាប្រែប្រួលទៅទៀតខ្លំមើលមិនត្រឹមត្រូវទេវាចាប់ដើមញញឹមដាក់ខ្ញុំខ្លាចព្រឺព្រួចហើយបិទភ្នែកបន្តិចម្ដងនៅពេលបើកភ្លើងវិញមុខក្នុងកញ្ចក់បាត់បង់ស្រមោលខ្ញុំហើយបែរទៅមានរូបនារីម្នាក់ទៅវិញដែលមានភ្នែកខ្មៅលឿងហូរឈាមចេញពីមាត់ខ្ញុំស្រែកយ៉ាងខ្លាំងជ្រៀតលូតចេញពីបន្ទប់ហើយហៅម៉ាក់ខ្ញុំនៅពេលម៉ាក់ខ្ញុំចូលមកមើលគ្មានអ្វីក្រៅពីកញ្ចក់នោះទេគឺមានតែរូបដដែលប៉ុន្តែគ្រាន់តែខ្ញុំចង់និយាយនៅអ្វីខ្ញុំឃើញកញ្ចក់លាន់ខ្ទេចមួយភ្លាមសម្រាប់បន្តិចខ្ញុំសម្លឹងចូលទៅក្នុងស្មារតីខ្មៅអន្តការនៃទីនោះខ្ញុំឃើញមាននារីពីរនាក់នៅពីក្រោយ